សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអត់បានបង្ហាញពីរបៀបធ្វើព្រោះអីដោយសារតែរបៀបស្ងោរមានការធ្វើផ្សេងគ្នាអញ្ចឹងណាអានេះស្ងោរខ្ញុំស្ងោរបែបធម្មតាបងប្អូនហើយថ្ងៃនេះដាក់ពិសេសគឺដាក់ពធាក្រហមទៀតនេះឥឡូវរងាស់ជាមួយនឹងឆ្អឹងមានពគាក្រៀមមានអីអញ្ចឹងទៅបងប្អូននេះមួយឆ្អឹងមួយអីអញ្ចឹងរងាស់ធ្វើដូចស៊ុបដែរអញ្ចឹងណាបងប្អូនហើយខ្ញុំដាក់ដលងដែរនេះតែខ្ញុំអត់ទាន់ដាក់ឯព្រោះឯដលងដាក់ទៅឆាប់ផុយអញ្ចឹងណាដលងហ្នឹងផុសដែរទេហើយខ្ញុំដាក់នេះខ្លាចតែខ្ញុំអត់ទាន់ដាក់ឯដោយសារតែនេះយើងរងាស់ឲ្យចេញជាតិឲ្យខ្លាំងតិចទៅចាំយើងដាក់តឡាចតាមក្រោយពីខ្ញុំធ្វើនេះដូចស៊ុបអញ្ចឹងណាបងប្អូនធ្វើសម្រាប់សាមញ្ញញ៉ាំម្ដងពិសេសដាក់ពធាក្រហមទៀតចាំមើលសាមញ្ញញ៉ាំបានប៉ុណ្ណាណាបងប្អូនឥឡូវរៀងញ៉ាំបាយច្រើនយើងមានទឹកស្លទឹកអីអញ្ចឹងណាគាត់ញ៉ាំបានច្រើនឥឡូវបងប្អូនក្រត់យើងមានឆ្អិនបានហើយគឺយើងដាក់តឡាចចូលដើម្បីរងាស់វាអញ្ចឹងណាបងតឡាចឆាប់ឆ្អិនជាងក្រត់អញ្ចឹងតឡាចនេះដាក់ក្រោយទៅណាចំពោះនេះគឺយើងមានដលងបារាំងដែរអញ្ចឹងណាហើយនេះដលងស្វាដាក់បន្តិចទេដាក់សម្រាប់កិនដើម្បីឲ្យសាមញ្ញញ៉ាំអញ្ចឹងណាពួកយើងរងាស់ទៅដលងហ្នឹងវាផុយអញ្ចឹងយើងអាចបែកទៅក្នុងទឹកស្លយើងដាក់បន្តិចទៅដើម្បីរងាស់ឲ្យវាផុយដែរបងប្អូនដួសបាយកន្លែងជាយើងយកមកកិនតិចចឹងទៅចាំពេលស្លយើងស្អិនយើងដួសស្លដាក់ទៅហើយបន្លែនេះយើងកិនតិចទៅយើងអាចឲ្យកូនញ៉ាំបានព្រោះយើងមិនចាំបាច់កិនវាទេព្រោះកូនយើងធំហើយឲ្យគាត់រៀនទៅទីខាងចឹងណាអូខេបងប្អូនឥឡូវខ្ញុំដួសបន្លែយកមកកិនជាមួយនឹងបាយនឹងហើយនឹងនេះខ្ញុំយកពធាដើម្បីយកមកកិនដែរចឹងណាបងប្អូនយើងកិនទៅចូលទៅណានឹងថែមគ្រឿងទៀតយើងកិនថែមហើយយើងធ្វើសបកទៀតណាបងប្អូនសបកឲ្យក្រោមគ្រាប់ពធាចឹងมันគាត់បានញ៉ាំពធាដូចយើងដែរយើងគាត់ចេញទៅគេកិនទៅហើយសបកហ្នឹងយើងរើសចេញណាបងប្អូនដល់ពីយើងកិនរួចហើយយើងដាក់ទឹកស្លចូលនេះការស្រេចបងប្អូនយកឲ្យគាត់ញ៉ាំបាននេះយើងដួសទុកញ៉ាំខ្លួនឯងបានទាំងកូនញ៉ាំផងយើងញ៉ាំខ្លួនឯងចឹងហើយបានកូនខ្លួនឯងដាក់កូនចាngày nhé con ngay nhỉ ngay nhổ ngay cây nhắm đó con ăn chú phục lại mắt đi ngày nhé nó ngay nhé bye bye mùi bye 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 lên cha